ជំរាបសួរខ្ញុំបាទឈ្មោះដូនស្មីបច្ចុប្បន្នគឺជាគ្រូសាស្ត្រឆ្នាំទី1ចំនួនទី6ដែលសិក្សាទៅលើឯកទេសសេកសាស្ត្របសុវកម្មនៅវិទ្យាស្ថានបច្ចេកវិទ្យាក្នុងជាតិថ្ងៃនេះដែរខ្ញុំបានលើកយកធានបទមួយមកសិក្សាគឺការផលិតប៉ែលនៅក្នុងមុខវិជ្ជាក៏ជំនួយកម្លាំងកសិកម្មហើយក្នុងការផលិតប៉ែលនេះទៀតសោតគឺដើម្បីជំនួយជាកម្លាំងផ្សេងក្នុងការធ្វើកសិកម្មក៏ដូចជាការជីកដីការជីកលំមុខសត្វក៏ដូចជាការជីកកាត់ផ្សេងដើម្បីធ្វើការងារក្នុងកសិកម្មហើយឧបករណ៍ក្នុងការផលិតប៉ែលមានដូចជាផ្លែប៉ែលដងប៉ែលលេខគោលសម្រាប់ភ្ជាប់ជាមួយដងហើយនឹងប៉ែលឲ្យជាប់គ្នាពូថៅសម្រាប់យើងចាំងក៏ដូចជាដងលេខគោលនិងកំបិតសម្រាប់យើងចាំងដងប៉ែលដូចគ្នាហើយដើម្បីដឹងថាតើការធ្វើឧបករណ៍នោះបែបណាក៏សូមទស្សនានៅសកម្មភាពពួកខ្ញុំធ្វើទាំងអស់គ្នាបន្ទាប់ពីយើងបានផលិតរួចរាល់មកនេះគឺជាផលិតផលសម្រាប់របស់យើងគឺយើងបានប៉ែលមួយដ៏ស្រស់ស្អាតសូមអរគុណ